ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានចេញសេចក្តីប្រកាសព័ត៌មានមួយទាក់ទងជាមួយនឹងកម្ពុជាតវ៉ាជំទាស់នឹងសកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធថៃនៅក្នុងការកាន់កាប់ទឹកដីកម្ពុជាក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិសូមសម្ដែងនៅការតវ៉ាយ៉ាងខ្លាំងជាផ្លូវការរបស់កម្ពុជាប្រឆាំងនឹងសកម្មភាពខុសច្បាប់ដែលធ្វើឡើងដោយកងកម្លាំងប្រដាប់អាវុធថៃនៅក្នុងទឹកដីកម្ពុជាដែលថៃបានកាន់កាប់នៅក្នុងការតវ៉ាថ្មីៗនេះកម្ពុជាគឺបានជំទាស់យ៉ាងដៃអហង្ការចំពោះការរារាំងផ្លូវតាមរយៈការដាក់របាំងកុងតឺន័រនិងការកសាងផ្លូវចូលទៅតំបន់មួយចំនួននៅក្នុងខេត្តឧត្តរមានជ័យនិងពោធិ៍សាត់នៅថ្ងៃទី5ខែកុម្ភៈឆ្នាំ2026កងកម្លាំងប្រដាប់អាវុធថៃគឺបានដាក់កុងតឺន័របិទផ្លូវនៅទីតាំងពីរកន្លែងនៅក្នុងខេត្តឧត្តរមានជ័យគឺភូមិរួតចំបៃនិងភូមិអូខ្លាឃ្មុំនៅក្នុងស្រុកអូស្មាច់ពីថ្ងៃក្រោយមកគឺនៅថ្ងៃទី7ខែកុម្ភៈឆ្នាំ2026កងកម្លាំងប្រដាប់អាវុធថៃគឺបានចាប់ផ្ដើមសាងសង់ផ្លូវមួយខ្សែដែលលាតសន្ធឹងចេញពីកន្លែងបិទផ្លូវដោយកុងតឺន័រនៅក្នុងភូមិអូខ្លាឃ្មុំនៅខេត្តពោធិ៍សាត់កងកម្លាំងប្រដាប់អាវុធថៃគឺបានដាក់កុងតឺន័របន្ថែមនៅក្នុងឃុំថ្មដាស្រុកវាវែងនៅថ្ងៃទី7ខែកុម្ភៈឆ្នាំ2026ទីតាំងទាំងនេះស្ថិតនៅក្នុងទឹកដីប្រទេសកម្ពុជាទាំងស្រុងដោយដែលបានកំណត់ក្នុងអនុសញ្ញាបារាំងសៀមឆ្នាំ1904និងសន្ធិសញ្ញាឆ្នាំ1907ការសាងសង់របាំងនិងផ្លូវនៅក្នុងទឹកដីកម្ពុជាដែលបានកាន់កាប់ដោយកងកម្លាំងថៃនៅក្នុងកំឡុងពេលនៃការវិលុករបស់ពួកគេពីថ្ងៃទី7ដល់ថ្ងៃទី27ខែធ្នូឆ្នាំ2025គឺផ្ទុយស្រឡះទៅនឹងវិធានការកាត់បន្ថយភាពតានតឹងដែលបានព្រមព្រៀងគ្នានៅក្នុងចំណុចទី1នៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី3របស់គណៈកម្មាធិការព្រំដែនទូទៅ GBC ដែលបានធ្វើឡើងនៅថ្ងៃទី27ខែធ្នូឆ្នាំ2025សកម្មភាពទាំងនេះគឺបានរារាំងបន្ថែមទៀតដល់ការវិលត្រឡប់ដោយសុវត្ថិភាពនិងថ្លៃថ្នូររបស់ពលរដ្ឋភាគសិទ្ធិកម្ពុជាទៅកាន់ផ្ទះសម្បែងនិងទ្រព្យសម្បត្តិរបស់ពួកគេហើយវាក៏ជាការពន់ពងដោយចេតនានៅក្នុងការកំណត់ឡើងវិញនៅបរិយាកាសសន្តិសុខនិងបង្កើតស្ថានភាពថ្មីនៅលើទីតាំងជាក់ស្ដែងនៅក្នុងតំបន់ដែលស្ថិតនៅក្រោមការកាន់កាប់ដោយខុសច្បាប់របស់ប្រទេសថៃដែលជាការរំលោភលើគោលការណ៍ជាមូលដ្ឋាននៃធម្មនុញ្ញអង្គការសហប្រជាជាតិនិងធម្មនុញ្ញអាស៊ានទោះបីជាយ៉ាងណាក៏ដោយកម្ពុជានៅតែបដិញ្ញាចិត្តយ៉ាងមុតមាំនៅក្នុងការដោះស្រាយបញ្ហាព្រំដែនទាំងអស់តាមរយៈមធ្យោបាយសន្តិភាពនិងស្របតាមច្បាប់អន្តរជាតិទន្ទឹមនឹងនេះប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នៅសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី3របស់គណៈកម្មាធិការព្រំដែនទូទៅ GBC ចុះនៅថ្ងៃទី27ខែធ្នូឆ្នាំ2025និងកិច្ចព្រមព្រៀងទ្វេភាគីពាក់ព័ន្ធផ្សេងៗទៀតទាំងអស់នេះគឺជាសេចក្តីប្រកាសព័ត៌មានដែលប្រកាសចេញពីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិទាក់ទងជាមួយនឹងកម្ពុជាតវ៉ាជំទាស់នឹងសកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធថៃនៅក្នុងការកាន់កាប់ទឹកដីកម្ពុជា